ប្រជាជនគ្រប់ទិសទីខំសំភីកសាងជាតិក្រោយរំដាកម្ពុជាបានសូមសាត្រាអត់ឃ្លៀងឃ្លាតបានអាចគ្រាសន្តិភាពសេរីភាពសុភមង្គលសូមស្មារតី7មករាសាយក្លិនគុនទីពេញសាកោល្បីសរសើរពេញមិនក៏បញ្ញាស្រស្រត់ខ្ញុំស្រឡាញ់ពេញចិត្តណាស់ស្រមោលឡានអ្នកមានចិនណាមានប្រជាចិត្តនឹងមានស្ដាសម្រាប់អ្នកជំរាបសួរល្បីសរសើរពេញមិនទៅក៏ព្រាស្រប្រាជ្ញាខ្ញុំស្រឡាញ់ពេញចិត្តណាស់ស្រឡាញ់អ្នកមានចិនណាមានប្រជាចិត្តនឹងអត់មានស្ដាយសម្រាប់អ្នកសូមអរគុណបាត់ដំបងដួងចិនជីវិតខ្ញុំអើយផ្លិចអ្នកមិនបានឡើយទេក្នុងអរហាជុំនោមបានបត់ចិត្តមករាសាប្រហាជាតិឯងមិនរអែងសោះ7មករាខ្មែរ
ដំបងសំបោផងផលបងអើយខុសហើយឈប់ជាខុសស្នាវិលមករៀបរាប់បងកុំបងបាទអរគុណចំពោះបងស្រីដែលបានលើកយកនៅបទចម្រៀងពាក់ព័ន្ធជាមួយនឹងបាត់ខេត្តបាត់ដំបងដែលជាខេត្តមួយកំពុងតែរីកចម្រើនប្រៀបបីដូចជាទីក្រុងភ្នំពេញអញ្ចឹងអរគុណច្រើនចំពោះការលើកមកនេះបិទបង្ហាញពីខេត្តជាច្រើនដូចបទទី1ហ្នឹងមាតុភូមិដែលខ្ញុំស្រឡាញ់មាតុភូមិដែលខ្ញុំស្រឡាញ់បាទចំណាប់អារម្មណ៍យ៉ាងម៉េចដែរសម្រាប់បងស្រីនៅក្នុងការចូលរួមនៅក្នុងកម្មវិធីវិមានសុបិនបាទចានាងខ្ញុំសប្បាយចិត្តណាស់បានចូលរួមក្នុងកម្មវិធីវិមានសុបិននាងខ្ញុំចេញទៅក្រៅប្រទេសមួយរយៈត្រឡប់មកវិញឃើញមានវិមានសុបិនយ៉ាងស្កុំស្កៃចាហើយអូយឃើញក្នុងទូទួលគួរឲ្យជឿហើយជាពិសេសក្មួយទាំងពីរល្អស្អាតមើលងើយចេះមើលពីក្រៅនៅឆ្ងាយអត់ដឹងថាមកដល់ចិត្តងើយម្លឹងទេបាទពីព្រោះថាវិមានសុបិនរបស់យើងកើតឡើងវិមានដ៏ស្កឹមស្កៃនេះក៏មិនភ្លេចជាមួយនឹងថ្ងៃកំណើតទី2គឺថ្ងៃទី7មករាដែលថ្ងៃខាងមុខនេះយើងនឹងប្រារព្ធពិធីរំលឹកខួបទិវាជ័យជំនះហើយបាទហើយមកតាមផ្លូវហ្នឹងខ្ញុំធ្លាប់ដឹង5ឆ្នាំមុនខ្សិតតែខ្ចងបឹងខ្ចងឥឡូវទៅជាវិមានរកកន្លែងញ៉ាំខ្ចងអត់ឃើញទេហើយក៏សូមថ្លែងអំណរគុណយ៉ាងអស់ពីដួងចិត្តសម្រាប់កម្មវិធីរបស់ហងមាសចាការពិតខ្ញុំកូនចៅហងមាសតាំងពីយូរប៉ុន្តែមកពីខ្ញុំចេញទៅក្រៅមាន CD តាំងពីលោកតកែធំចាប៉ុន្តែលោកមិនដែលភ្លេចតកូលខ្ញុំទេសូមថ្លែងអំណរគុណយ៉ាងពងពោះហើយក៏សូមប្រសិទ្ធិពរជ័យដល់បងប្អូនទស្សនាទីនេះនិងក្រុមតន្ត្រីប្រគំយ៉ាងពីរោះពិធីករពិធីការនីហើយនិងបងប្អូនដែលទស្សនាតាមគេហដ្ឋានជូនពរក្នុងឱកាសបុណ្យ7មករាជាថ្ងៃកំណើតទី2របស់យើងសូមឲ្យបានសុខភាពល្អហើយនឹងជោគជ័យគ្រប់ការងារគ្រប់គ្នាហើយវាមានសបិនកាន់តែមានប្រជាប្រិយភាពទ្វេឡើងដងថែមទៀតចាបាទសូមសម្លេងស្វាគមន៍ខ្លាំងៗមួយមកបាទអរគុណច្រើនបាទពិតជាក្បោះក្បាយមែនទែនចំពោះពាក្យពេចន៍របស់បងស្រីនេះគឺជាការផ្ដាំផ្ញើក៏ដូចជាការជូនពរទៅដល់ទូរទស្សនិកជនដែលតែងតែនិយមគាំទ្រជាមួយនឹងបាទនិយាយរួមទៅអាចនិយាយថាក្រុមត្រកូលឆោមបាទត្រកូលឆោមគឺជាត្រកូលសិល្បៈបាទច្រើនភាពល្បីល្បាញនេះផ្ដល់ជូនទៅដល់បងស្រីក៏ដូចជាក្រុមគ្រួសារទាំងមូលផងដែរអរគុណចំពោះការគាំទ្រដូច្នេះក៏សូមអនុញ្ញាតសម្រាប់បន្តិចជួបគ្នានៅវគ្គក្រោយជាបន្តបាទអ
សម្រាប់ភ្លឺស្រាលស្លាប់ក្តោបចិត្តរងចាំចាំណាមើលទៅល្វិនល្វិនប្រឡាទឹកត្រៀបស្រូវទុំដូរីព្រោះធ្ងន់នឹងផ្លាក្រឡេកមកមើលយល់មេឃស្រទុំគុណតែភ្នំពោះបាំងខាយកដៃស្ទាបទ្រូងជាប់ព្រួយស្នាខំគីបានណាក៏ថាមិនជីបែគុំចិត្តរប់សាងខកវាសនាតែសភាពយ៉ាងសំកំគ្រប់គ្នាសំពេលវិយាស្នាពីត្រាដល់ត្រាបងកេងលក់ដៃមួយអត់បាក់ឈ្មោះអ្នកលើខ្នើយចំការសម្រាប់ថ្ងៃquaភ្នំហើយសញ្ញាចំឡងបងអើយនឹកណាស់
គុណ ជំរាបសួរ ជំរាបសួរបងស្រីសុខសប្បាយទេបាទ សុខសប្បាយណាចាហើយចុះក្មួយប្អូន បាទសុខសប្បាយជាធម្មតាបាទមានកិត្តិយសមែនតើសម្រាប់ថ្ងៃនេះដោយបានជួបវត្តមានរបស់បងស្រីហើយជាកិត្តិយសមែនតើសម្រាប់ការផ្ដល់វត្តមានចូលរួមនៅក្នុងកម្មវិធីវិមានសុបិនបាត់បទទី1នោះគឺមាតុភូមិដែលខ្ញុំស្រឡាញ់បាទស័ក្តិសមមែនតើពីព្រោះថាគៀកនឹងថ្ងៃបាត់2ថ្ងៃទៀតគឺជាទិវានៃការរំលឹកខួបទី34ទិវាជ័យជំនះថ្ងៃ7មករាបាទអរគុណច្រើនបាទសម្រាប់វគ្គក្រោយលោកអ្នកនឹងបានរីករាយកំសាន្តជាបន្តជាមួយនឹងវត្តមានតារាចម្រៀងបាទសម្រាប់វគ្គនេះអនុញ្ញាតសម្រាប់បន្តិចសិនបាទ
ជួយយកអាសាពេញចិត្តនឹងជូតទឹក
សង្ឃឹមថាបានលុយដែរសោកកាថាប្រពន្ធសម្បត្តិស្នេហាយានរៀបការទឹមនឹងគូថ្មីការសល់អ្វីឲ្យស្រីសង្ឃឹមស្ដាយប្រងម្ចាស់រីអរគុណណាបងប្រុសណាឃើញលុយទុកម្ដងសិនស្ដាយវ័យក្រមយំ10000ឆ្នាំក៏មិនបាត់ដែរស្ពានអើយអាណិតខ្ញុំទេតើត្រូវជេរឬមិនត្រូវជេរប្រកបចិត្តរេដូចភ្លៀងអោបងអើយបងអូនមិនខាងទេអូនមិនណាចេះទេតែស្នាជានិច្ចខ្ញុំខំទប់តាំងភ្នែកណាស់ដែរតែទឹកភ្នែកនៅហូរដល់ដល់អរគុណណាស់សម្រាប់ថវិកាដល់ពុកពោះឧបត្ថម្ភដល់នាងខ្ញុំដែលជាសិល្បករនីឬក៏បងអូនយកចិន្តាសូមជូនពរឆ្នាំថ្មីសូមឲ្យជួបតែនឹងសុភមង្គលរកស៊ីមានបានឲ្យមានការងារធ្វើឲ្យច្រើនមេឃម៉ានីហ្មងត្រូវឆ្នោតទៀតយកនេះខ្ញុំយកស្រែកផ្ដាំធម្មជាតិណាប្រស្រីអាចទៀតកុំឲ្យដូចខ្ញុំទឹកខ្មុំតែស្នេហាឲ្យយើងយំមិនបាត់អស់មួយជីវិតចាបទចម្រៀងយំមកជីវិតមែនតែមែនតែនអត់ទេជិលយំមក